ជំរាបសួរអតិថិជនរបស់ហាងចល័យទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីផ្ទះបាយចល័យរបស់យើងសាជាថ្មីម្ដងទៀតហើយចឹងថ្ងៃនេះជួបជាមួយនឹង Chef Mara របស់យើងតែម្ដងចឹងបងអតិថិជនទាំងអស់គ្នាចង់ដឹងអត់ថា Chef Mara មានជាមួយនឹងមុខម្ហូបសុខភាពឬមុខម្ហូបអ្វីផ្សេងទៀតចែកជូនអតិថិជនទាំងអស់គ្នាទស្សនាយើងទៅជួបជាមួយនឹង Chef Mara ទាំងអស់គ្នាជំរាបសួរបងចាថ្ងៃនេះចង់សួរបងមានជាមួយនឹងមុខម្ហូបអ្វីចម្លែកប្លែកអារម្មណ៍ឬក៏សុខភាពជូនដល់អតិថិជនរបស់យើងអត់បងចាសម្រាប់ថ្ងៃនេះផងដែរនាងខ្ញុំបានជ្រើសរើសមុខម្ហូបមួយដែលហៅថាស្ងោរស៊ុបមាន់ខ្មៅចាពុទ្ធសាសនាស្ងោរស៊ុបមាន់ខ្មៅគឺជាអាហារមួយដែលមានសុខភាពដែលជំនួយនឹងពៅបានច្រើនចាអញ្ចឹងអតិថិជនទាំងអស់គ្នាចង់ដឹងអត់ថាជាមួយនឹងស៊ុបមាន់ខ្មៅគឺគេធ្វើរបៀបណាហើយបានស៊ុបមាន់ខ្មៅមកពីណាយើងទៅទស្សនាជាមួយនឹងការចម្អិនម្ហូបរបស់ Chef Mara ទាំងអស់គ្នាតោះអញ្ចឹងជាដំបូងគឺយើងត្រូវតែមានចាប្រភេទមាន់ខ្មៅចាហើយនឹងគ្រឿងស៊ុបមាន់ខ្មៅរបស់ហាងចរណៃផ្ទាល់ណាបងចាតោះអញ្ចឹងបន្ទាប់ពីយើងបានមានគ្រឿងផ្សំគ្រប់សពអស់ហើយយើងនឹងមកដាក់ជាមួយចាមាន់ខ្មៅតែម្ដងពិតជាឈ្ងុយមែនសារាយរបស់ Chef Mara របស់យើងចាចង់អតិថិជនទាំងអស់គ្នាជាមួយនឹងស៊ុបមាន់ខ្មៅរបស់យើងគឺបានឆ្អិនហើយអញ្ចឹងធ្វើការភ្លក់ជាមួយនឹងខ្ញុំទាំងពីរអ្នកទាំងអស់គ្នាហើយយើងធ្វើការដួសមកហើយឲ្យជាមួយនឹង Chef Mara របស់យើងភ្លក់ដូចគ្នាឆ្ងាញ់ខ្លាំងមែនតើឆ្ងាញ់ពិតមែនណាអតិថិជនជាមួយនឹងសាច់មាន់ខ្មៅគឺស្វិតឆ្ងាញ់ហ្មងជាមួយនឹងថ្នាំចិនសែននេះគឺត្រូវចាប់ជាតិគ្នាតែម្ដងចឹងឥឡូវហ្នឹងគឺយើងបានភ្លក់ជាមួយនឹងស៊ុបមាន់ខ្មៅរបស់យើងរួចរាល់ហើយជាមួយនឹងថ្នាំចិនសែនគឺពិតជាឆ្ងាញ់ខ្លាំងមែនតើចឹងសម្រាប់អតិថិជនដែលចង់បានជាមួយនឹងសាច់មាន់ខ្មៅព្រមទាំងស៊ុបរបៀបថាធ្វើជាមួយនឹងមាន់ខ្មៅហ្នឹងអាចរកបាននៅគ្រប់សាខារបស់ហាងចរណៃតែម្ដងគឺមាន free ជាមួយនឹងសេវាកម្មដឹកជញ្ជូនគ្រប់ទីតាំងក្នុងភ្នំពេញអរគុណច្រើនជម្រាបលា